មនុស្សម្នាក់ជាមិនផុតពីមានកំហុសទេបាននិយាយថាមនុស្សមិនចេះខុសគ្រាន់តែជារឿងនៃទានតែប៉ុណ្ណោះអ្វីដែលបងប្អូនខ្ញុំធ្វើខ្ញុំជាអ្នកទទួលខុសត្រូវបាទសូមគោរពសូមជម្រាបសួរដល់ពុកម៉ែបងប្អូនជនជាតិប្រុសស្រីជាទីគោរពរាប់អានពីខ្ញុំទាំងអស់នេះស្ថិតនៅក្នុងទីតាំងស្រុកអង្គស្នួរហើយពួកយើងខ្ញុំជាក្រុមការងាររបស់គណៈបកសន្តិខ្មែរកំពុងតែរៀបចំនិងត្រៀមខ្លួនលើកស្លាកទាំង5នេះនៅក្នុងស្រុកអង្គស្នួរដែលមានទីតាំងខុសៗគ្នាអញ្ចឹងទីតាំងចាប់ផ្ដើមមុនគេហ្នឹងគឺនៅតាមបណ្ដោយផ្លូវជាតិ51អញ្ចឹងសូមបងប្អូនជួយគ្រប់គ្រងជួយចែករំលែកឲ្យបានទូលំទូលាយសូមអរគុណ